ក៏កន្លែងញ៉ាំអីនៅស៊ីមៀបមួយកន្លែងនៅគ្នាទៅកន្លែងនេះឈ្មោះនំបញ្ចុកខំយ៉ានៅពេលថ្ងៃគាត់លក់នំបញ្ចុកអញ្ចឹងទៅហើយពេលយប់គាត់លក់គ្រឿងសមុទ្រអាំងអញ្ចឹងទៅនៅគ្នាទំនងមែនតែមួយចាន10000ទេហើយឥឡូវហ្នឹងពគាហ្នឹងទិញមួយឈុតថែមមួយឈុតទៀតយើងស្ងោរក៏បានចំហុយក៏បានទេកប់ស្រីហើយគ្រឿងសមុទ្រក្លុកអីមួយចានហ្នឹងតែ3ទេមានយូរស្រស់អីចឹងនៅគ្នាយូរថាអែមែនតែជាពិសេសបាយឆាហ្នឹងមួយឆ្ងាញ់ខ្លាំងណាគ្រឿងសមុទ្រក្លុកនេះឆ្ងាញ់ចូលចិត្តគ្នាមែនតែមកឡើង creamy ហ្មងគឺថាអែមែនតែបើថាពគាចំហុយទឹកដូងនេះឡើងស្រួយឡើងផ្អែមឆ្ងាញ់មែនតែមកនៅគ្នាមកគួរតែសាកន្លែងនេះឆ្ងាញ់មែនតែតម្លៃថោកហើយឆ្ងាញ់ទៀតហើយមឹកអាំងដាក់មួយម៉ាត់ទៅគឺនឹកឃើញកំពង់សោមហ្មងដូចគ្នាមែនតែមកនៅគ្នាស្តៀងគ្នាវាមិនដូចវាស្តៀងឆ្ងាញ់មែនតែជាពិសេសបាយឆាខ្ញុំរត់ឲ្យ100លើ10ហ្មងឆ្ងាញ់ខ្លាំងបាយឆាហ្នឹងខ្ញុំដាក់ត្រូវមាត់ខ្ញុំមកនៅគ្នាអូយអត់ដឹងថានិយាយមិនវាដឹងតែឆ្ងាញ់អូយវាទៅមាត់ដល់ហើយបើថាក្តាមអាំងគាត់ទូយប៉ុន្តែសិតតែសាច់មកសាច់ឡើងផ្អែមទៅឆ្ងាញ់គោះមកសាកឡើងនេះនៅគ្នាអែមណា